ឡង់គឺជាពិភពលោកដែលបិសាចរស់នៅស្ដេចដែលគ្រប់គ្រងប្រទេសហូឡង់គឺជាស្ដេចបិសាចទោះជាយ៉ាងណាក៏ដោយបល្ល័ង្ករបស់ស្ដេចបិសាចត្រូវបានទុកយូរណាស់មកហើយតើនរណាគឺជាអ្នកស្នំតំណែងបន្តពីស្ដេចបិសាចតោះយើងចូលមកសាច់រឿងរបស់យើងទាំងអស់គ្នា Rumor of Demon School នៅដានសាយរឿងក៏យើងបានឃើញថាមានក្មេងប្រុសចំនួន2នាក់នៅក្នុងសំពៅកំពុងតែទប់អីវ៉ាន់ជាច្រើននៅពេលនោះដែរក្មេងប្រុស IQ បាននិយាយទៅកាន់ក្មេងប្រុស អក្សរថាណែអ៊ីរូម៉ាប្រឡក់ចោលឲ្យមើលទីនេះឲ្យបានល្អយើងទុកទីនេះឲ្យឯងមើលការខុសត្រូវឯណាបន្ទាប់មកអ៊ីរូម៉ាក៏បានឆ្លើយទៅកាន់គេវិញថាអូខេយើងយល់ព្រមទាំងតែដៃក៏ពុនតែដាប់ទៅដូកំពុងតែទប់អីវ៉ាន់អញ្ចឹងណាបន្ទាប់មកគេក៏បានផ្ញើទៅកាន់អ៊ីរូម៉ាយើងទៀតថាណែមើលស្រួលបួលប្រយ័ត្នមានការធ្លាក់បែកបាក់អីសោះណាបើមានការធ្លាក់បែកបាក់ឯងនឹងត្រូវបានគេកាត់ប្រាក់ខែចំនួនពាក់កណ្ដាលហើយណាវើយRumor Sasuke មានអាយុ14ឆ្នាំបច្ចុប្បន្នគាត់ត្រូវបង្ខំដើម្បីឲ្យធ្វើការនៅលើទូកនេសាទត្រីធូណាក្នុងរឿងគឺគេបាននិយាយថាឪពុកម្ដាយរបស់គេគឺជាមនុស្សឆលងងដែលមិនចេះធ្វើអ្វីទាំងអស់ដូច្នេះគឺថាអ៊ីរូម៉ាត្រូវធ្វើការជំនួសពួកគេហើយដល់ពេលកំពុងតែធ្វើការអ៊ីរូម៉ាក៏បាននិយាយថាខ្ញុំនឹងត្រូវចប់បើសិនជាខ្ញុំត្រូវបានប្រាក់ខែត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះពេលនោះដែរគឺមានត្រីធូណាជាច្រើនគឺបានធ្លាក់ចុះមកធ្វើអ៊ីរូម៉ាគឺមានការតស្លុតជាខ្លាំងធ្វើឲ្យគេបានរត់គេចចេញពីត្រីទាំងអស់នោះនៅពេលនោះដែរអ៊ីរូម៉ាក៏បានស្រែកថាអើយពិតជាគ្រោះថ្នាក់ខ្លាំងណាស់អើយយ៉ាងមិនគេស្អីនៅពេលនោះដែរគឺមានត្រីធូណាយ៉ាងធំគឺបានធ្លាក់ចុះមករៀបត្រូវគេទៅហើយក៏ប៉ុន្តែពេលវេលាគឺត្រូវបានបញ្ឈប់ធ្វើឲ្យប្រឡក់ចកហ្នឹងគឺមានការភ្ញាក់ផ្អើលជាខ្លាំងរឿងនៃភ្ញាក់ផ្អើលនឹងគួរឲ្យតក់ស្លុតមួយទៀតគឺថាអ៊ីរូម៉ារបស់យើងគឺបានឆ្លងទៅកាន់ពិភពមួយផ្សេងទៀតពេលដែលអាតណាបអ៊ីរូម៉ារបស់យើងបានឆ្លងភពមកកាន់ពិភពក្រហមហ្នឹងហើយគឺវាបានស្រែកជាខ្លាំងព្រោះពិភពហ្នឹងគឺជាពិភពបិសាចអញ្ចឹងអ្នកនរគ្នាប្រាប់ឲ្យហើយទៅពេលនោះដែរគឺវាមានការតក់ស្លុតព្រោះសារវាបានឃើញបិសាចពិតអញ្ចឹងណាពេលនោះដែរបិសាចដែលសាច់ខូខើកំណាញ់របស់យើងនឹងគឺបានយកអ្វីមួយដូចជាយ័ន្តអញ្ចឹងបានបិទទៅលើអ៊ីរូម៉ារបស់យើងពេលនោះអ៊ីរូម៉ាគឺមានការភ្ញាក់ផ្អើលគេក៏បានស្រែកថាតើវាគឺជាអ្វីមកអ៊ីរូម៉ាក៏បានបាត់ខ្លួនពីកន្លែងកាត់ហេតុតែម្ដងកាត់ពីកន្លែងកាត់ហេតុមកក៏យើងបានឃើញថាអាតណាបអ៊ីរូម៉ារបស់យើងនឹងគឺបានឆ្លងមកកាន់ពិភពបិសាចពិតប្រាកដហើយវាក៏បានស្រែកថាតើទីនេះគឺជាកន្លែងណាហើយវាក៏បានសួរទៅកាន់បិសាចនោះថាតើឯងគឺជាអ្នកណាជូរីស៊ូស៊ីសាកាបាធុពេលនោះដែរអាតណាបអ៊ីរូម៉ាវាក៏ឆ្ងល់វាក៏សួរទៅកាន់បិសាចថាតើអ្នកចង់និយាយអំពីអ្វីបិសាចក៏បានផ្ទាត់ដៃមួយផាច់ពេលនោះដែរបិសាចក៏បាននិយាយថាខ្ញុំបាននិយាយវាបែបនេះអ្នកនឹងអាចស្ដាប់ភាសារបស់អរិយបានបិសាចក៏បាននិយាយតប្រាប់ទៅកាន់អ៊ីរូម៉ាថានៅទីនេះគេហៅថាប្រទេសហូឡង់ឬក៏គេគ្រប់គ្នាស្គាល់ថាគឺជាពិភពរបស់បិសាចនៅពេលនោះអ៊ីរូម៉ាវាមានការភ្ញាក់ផ្អើលជាខ្លាំងវាក៏បានស្រែកថាអូបិសាចមែនទេហើយខ្ញុំគឺជាបិសាចខ្ញុំគឺជា Solowen អ៊ីរូម៉ាឪពុកម្ដាយឯងបានលុបប្រលឹងឯងឲ្យមកយើងហាគាត់លុបប្រលឹងរបស់ខ្ញុំឲ្យបិសាចតើវាអាចទៅរួចដល់របៀបណាទៅមែនហើយឪពុកម្ដាយរបស់ខ្ញុំគឺគ្មានសមត្ថភាពអ្វីទាំងអស់អ៊ីរូម៉ាបានសួរទៅកាន់បិសាចនៅខាងមុខរបស់គេគឺជាអ្វីបិសាចឆ្លើយនេះគឺជាផ្ទះរបស់ខ្ញុំអាបកាច់អ៊ីរូម៉ាក៏បានសួរបន្តថាតើអ្នកចង់ធ្វើអ្វីចំពោះខ្ញុំមើលទៅវានឹងស្រីអាបកាច់យោបន្ទាប់មកវាក៏ស្រែកមកទៅហឹងមនុស្សចាស់ទៀតទៅក្នុងបន្ទាប់នៅពេលនោះបិសាចក៏បានលុតជង្គង់នៅមុខអ៊ីរូម៉ាមិនមែនថាលុតជង្គង់នេះគឺសុំអ៊ីរូម៉ាធ្វើជាសង្សារនោះទេគឺសុំឲ្យវាធ្វើជាចៅប្រុសរបស់លោកតាបិសាចនឹងឯងអាតណាបអ៊ីរូម៉ាពេលនោះវាមានការភ្ញាក់ផ្អើលជាខ្លាំងបិសាចក៏បាននិយាយតក៏បានប្រាប់ទៅកាន់អ៊ីរូម៉ាថានិយាយឲ្យត្រង់ទៅគឺគាត់ថាគាត់នៅលាវអញ្ចឹងថែមនៅស្រីនទៀតដូចជាអេដមីនជាដើមអញ្ចឹងណាគាត់ក៏បាននិយាយតទៀតថាដូច្នេះហើយបានជាគាត់តែចង់មានចៅប្រុសម្នាក់មិនមែនចង់បានប្រពន្ធនោះទេសុកចិត្តប្រើដៃអាបកាច់អ៊ីរូម៉ាបាននិយាយថាចៅប្រុសមែនទេលោកតាបិសាចក៏បាននិយាយថាគាត់ពិតជាច្រណែនណាស់នៅពេលដែល Lebi និង Ailes ពួកគេតែងតែអួតពីចៅប្រុសរបស់ពួកគេនោះឯងលោកតាបិសាចក៏បាននិយាយទៀតថាខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងក៏ដោយឲ្យតែអ្នកចង់បានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកតើឯងមិនអីទេអ៊ីរូម៉ាក៏បាននិយាយម្នាក់ឯងថាប៉ុន្តែពុកម្ដាយខ្ញុំពិតជាលក់ខ្ញុំមែនទេតើខ្ញុំអាចនៅតែធ្វើការបដិសេធបានដែរឬទេលោកតាបិសាចក៏បានឆ្លើយតបថាខ្ញុំនឹងគោរពទៅតាមបំណងរបស់អ្នកទោះជាឯងមិនចង់នោះទេឯងអាចជ្រើសរើសការបដិសេធបាននៅពេលនោះអាតណាបអ៊ីរូម៉ាវាកំពុងតែមានអារម្មណ៍ថារញ៉េរញ៉ៃពេញខួរក្បាលតែម្ដងវាក៏សួរខ្លួនឯងថាតើខ្ញុំគួរធ្វើបែបណានៅពេលនេះក៏មិនថែមទៀតថាតាំងពីកើតមកវាមិនដែលបដិសេធសំណើរបស់នរណាម្នាក់នោះទេនោះគឺជាសិទ្ធិប៉ុន្តែអ៊ីរូម៉ាស៊ូស្កេមិនដែលបដិសេធនរណាម្នាក់ឡើយមិនថាការងារអ្វីក៏ដោយតែងតែឆ្លើយថាមិនអីទេដូចជាការសម្អាតមិនថាឬក៏ជួនអ្នកដំណើរឆ្លងផ្លូវនោះទេឬក៏ត្រូវគេដេញវាយជាដើមគេតែងតែប្រាប់ខ្លួនឯងឬអ្នកផ្សេងថាមិនអីនោះទេទោះរឿងមិនសមហេតុផលយ៉ាងណាទេអ៊ីរូម៉ាតែងតែទទួលយកទាំងអស់មិនថាល្អឬអាក្រក់មិនដែលនិយាយពាក្យថាទេនោះទេគាត់ជាមនុស្សមានបាបបើគាត់ឆ្លើយថាទេគាត់នឹងឈឺជាមិនខានពេលនោះអាបកាច់អ៊ីរូម៉ាក៏គិតបន្តថានៅពេលនេះគឺថាគេជួបស្ថានភាពកាន់តែចម្លែកខ្ញុំគួរតែបដិសេធគាត់ប៉ុន្តែបើខ្ញុំមានបាបនោះអ៊ីរូម៉ាក៏បាននិយាយទៅកាន់លោកតាបិសាចថាអញ្ចឹងខ្ញុំគឺប៉ុន្តែនៅពេលនោះលោកតាបិសាចក៏បានហក់មកកន្ទ្រប់អ៊ីរូម៉ាថែមទាំងនិយាយទាំងទឹកភ្នែកថាខ្ញុំពិតជាសូមអង្វរឯងពិតមែនអ៊ីរូម៉ាឆ្លើយសូមអង្វរមែនទេ
លោកតាបិសាចក៏បន្តថាត្រូវហើយតែអាចធ្វើជាអំណោយសម្រាប់តាចាស់ម្នាក់ដែលចិត្តស្លាប់ម្នាក់នេះបានដែរឬទេអ៊ីរូម៉ាគឺយើងសូមឯងពិតមែនពេលនោះផានការអាតាណាបអ៊ីរូម៉ាក៏បានគិតថាចង់បដិសេធត្រូវរលីសុំខ្ទេចដូចជាអាចគោឡានកិនអញ្ចឹងតវិផានការរបស់វាហ្នឹងគឺបានរលីសុំខ្ទេចដូចជាអាចគោឡានកិនហើយនោះអ៊ីរូម៉ាវាក៏បានចោះកិច្ចសន្យាជាមួយលោកតាបិសាចទៅពេលនោះដែរធ្វើឲ្យលោកតាបិសាចគឺសប្បាយចិត្តខ្លាំងមែនទែននៅក្នុងសាច់រឿងគេក៏បានប្រាប់យើងឲ្យបានដឹងដែរថាអាតាណាបអ៊ីរូម៉ាគឺវាមានទម្លាប់មួយនិយាយទៅគឺទម្លាប់វានឹងគឺថាឲ្យតាណាស្នើសុំវាគឺវាដឹងតែឆ្លើយថាយកព្រមតែម្ដងមកថាអ្នកនោះគឺជានរណាក៏ដោយនិយាយទៅជីវិតវាគឺកំសត់អស់រយៈពេល14ឆ្នាំមកហើយវាបានចោះកិច្ចសន្យារួចអស់ហើយលោកតាបិសាចក៏បានផ្ទាត់ដៃដើម្បីបញ្ចេញវត្តមន្តដើម្បីនាំវាទៅកន្លែងមួយទៀតអ៊ីរ៉ូម៉ាក៏បានស្រែកតើនេះគឺជាអ្វីលោកតាក៏បានប្រាប់ថាឯងគឺជាចៅប្រុសដំបងដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំនេះគឺជាកន្លែងរបស់ឯងខ្ញុំនឹងផ្ដល់ជូនអាហារកន្លែងស្នាក់នៅរួមទាំងសម្ភារៈសិក្សាមួយចំនួនថ្ងៃស្អែកយើងនឹងជូនឯងទៅចុះឈ្មោះរៀននៅក្នុងសាលាបិសាចហើយសាលាបិសាចតាំងតែពីឯងនៅក្មេងឪពុកម្ដាយរបស់ឯងតែងតែបង្ខំឲ្យឯងធ្វើការរាល់ថ្ងៃដូច្នេះហើយគឺឯងមិនបានចូលសាលារៀនទេមិនអីនេះទេខ្ញុំបានយកចិត្តទុកដាក់លើការចុះឈ្មោះរបស់ឯងបានចូលរៀនហើយយ៉ាងណាមិញខ្ញុំគឺជាជីតារបស់ឯងជីតាខ្ញុំពិតជារំភើបណាស់ពេលដែលបានឮឯងហៅខ្ញុំបែបនេះហើយយើងនឹងថតរូបជាមួយគ្នានៅថ្ងៃចុះឈ្មោះចាំបន្តិចតាំងតែពីដើមមកគឺគ្មានមនុស្សចុះឈ្មោះចូលរៀននៅក្នុងសាលាបិសាចទេបើសិនគេចាប់បានថាឯងគឺជាមនុស្សគេនឹងចាប់ឯងស៊ីហើយបើគេពិតជាដឹងថាខ្ញុំគឺជាមនុស្សគេនឹងសម្លាប់ខ្ញុំហើយមែនទេពេលនោះលោកតាក៏បានយកទឹកក្អប់ក្លិនបិសាចចាក់ទៅលើអាតាណាបអ៊ីរូម៉ាដើម្បីឲ្យគេដឹងថាវាគឺជាបិសាចកុំឲ្យគេដឹងថាវាមានក្លិនជាមនុស្សចឹងណាពេលនោះដែរអាតាណាបអ៊ីរូម៉ាវាក៏បាននិយាយខ្សឹបតែម្នាក់ឯងថាបើសិនជាមុននោះវាហ៊ានតែបដិសេធបន្តិចនោះវានឹងអាចនឹងក្លាយជាអាហារពេលល្ងាចរបស់លោកតាបិសាចហើយនៅពេលនោះលោកតាបិសាចក៏បានសួរទៅកាន់វិញថាតើឯងកំពុងតែនិយាយអ្វីអាតាណាបអ៊ីរូម៉ាវាឆ្លើយថាខ្ញុំមិនបាននិយាយអ្វីទេលោកតាបិសាចក៏បានដើរចេញទៅថានឹងប្រាំថាសំណាងល្អក្មេងប្រុសនៅក្នុងពិភពមនុស្សរាត្រីសួស្ដីពីបានដើរចេញក៏បានជួបនៅបិសាចម្នាក់ទៀតនិងក៏បាននិយាយថាអ្នកគួរតែមានកំណត់និងចិត្តល្អរបស់អ្នក Record of Vera នៅពេលនេះគឺបានស្គាល់ឈ្មោះគាត់ហើយនេះដែរអេដមីនសុំហៅគាត់ថាលោកតារ៉ាខនហើយនាងក៏និយាយតទៀតថាអ្នកគួរតែជ្រើសរើសអរិយណាមួយហេតុអ្វីបានជាអ្នកសម្រេចចិត្តជ្រើសរើសមនុស្សធ្វើជាចៅអ្នកទៅវិញកំពុងតែគិតអ្វីលោកតារ៉ាខនក៏បាននិយាយថាគឺគ្មានអ្វីនោះទេជាការប្រសើរណាស់បន្តិចទៀតអ្នកនឹងយល់ពីការសម្រេចចិត្តរបស់ខ្ញុំបាត់មកមើលអាតាណាបអ៊ីរូម៉ាវិញគឺវានៅតែម្នាក់ឯងទេវាក៏បាននិយាយតែម្នាក់ឯងថាតាំងតែពីដើមមកគឺវាមិនដែលមានបន្ទប់ផ្ទាល់ខ្លួនស្រស់ស្អាតអញ្ចឹងទេមកគឺខ្ញុំបានរស់នៅក្នុងស្ថានភាពដ៏លំបាកពេលនេះវាប្រៀបបានដូចជាសុបិនមួយអញ្ចឹងតែសុបិននេះវាចម្លែកយ៉ាងណាទៅពេលព្រឹកប្រលឹមអាតាណាបអ៊ីរូម៉ាក៏បានភ្ញាក់ពីដេកគ្រាន់តែភ្ញាក់ពីដេកភ្លាមវាជំទាវស្រាប់តែស្រែកថាវាមិនមែនជាសុបិនទេពេលនោះលោកតារ៉ាខនក៏បានបើកទ្វារបន្ទប់ក៏បាននិយាយថាអរុណសួស្ដីមិញគេងលក់ស្រួលដែរឬទេកាត់មកប្លង់បន្តពួកគេក៏បានដើរមកដល់កន្លែងមួយលោកតារ៉ាខនក៏បាននិយាយថាខ្ញុំពិតជារំភើបខ្លាំងណាស់ថ្ងៃនេះដែលបានធ្វើពិធីចូលរៀនដំបូងរបស់ចៅប្រុសគួរឲ្យស្រឡាញ់គាត់ក៏បានបបួលអ៊ីរូម៉ាថតរូបគាត់ក៏បានឲ្យអ៊ីរូម៉ាដើរទៅមុខបន្តិចបន្ទាប់មកគាត់ក៏បានបញ្ចុះអក្ខរាវិរុទ្ធទៅកាន់អ៊ីរូម៉ាពេលនោះដែរអ៊ីរូម៉ាក៏អាចអានអក្សរទៅលើនោះបានមានន័យថាគឺជាពិធីចុះឈ្មោះពេលនោះអ៊ីរូម៉ាមានការភ្ញាក់ផ្អើលព្រោះតែវាអាចអានអក្សរនៅលើនោះបានវាក៏បានដឹងដែរថានោះប្រហែលជាអក្ខរាវិរុទ្ធរបស់ជីតារបស់វាហើយនោះពួកគេទាំងពីរក៏បានថតរូបជាមួយគ្នាទៅលោកតារ៉ាខនក៏បាននិយាយថាគាត់ពិតជាសប្បាយចិត្តណាស់គាត់ពិតជារីករាយណាស់ដែលចៅប្រុសរបស់គាត់បានចូលរួមពិធីចុះឈ្មោះចូលរៀនតែបានផ្លុំបន្តពេលនោះដែរតារាបអ៊ីរូម៉ាក៏បានសួរទៅកាន់បិសាចថាតើលោកគឺជាលោកអូប៉េរ៉ាមែនទេពេលនោះបិសាចគឺមិនបានឆ្លើយទេគេក៏បានចង់ឲ្យថាសាលាគឺនៅទីនោះធ្វើឲ្យវាមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែវាបានឃើញសាលានោះគឺស្រស់ស្អាតខ្លាំងពេក